ខ្ញុំសង្ហាខ្លាំងដល់ថ្នាក់ធ្វើឲ្យនាងឈាមច្រមុះមែនទេអត់ទេខ្ញុំតាំងតែឈាមច្រមុះពេលដែលឃើញអ្វីគួរឲ្យខ្លាចខ្ញុំមិនមែនជាប្រែតទេប៉ុន្តែខ្ញុំជាមនុស្សដែលនឹងបញ្ជូននាងទៅកន្លែងដែលស័ក្តិសមជាមួយនាងក្នុងពេលឆាប់ៗនេះនាងកុំគិតថានាងបានសុខឲ្យសោះបងប្រុសខ្ញុំស្លាប់ក៏ដោយសារមនុស្សចង្រៃដូចនាងនាំសយដែរលោកបាយថ្នាំមកពីណាមកឡែតដាក់ខ្ញុំនឹងខ្ញុំអត់ស្គាល់លោកទេតែខ្ញុំស្គាល់សន្តាននាងច្បាស់មិនចេះធ្វើអីចេះតែមាយាតាក់ប្រុសអ្នកមានចឹងខ្ញុំនឹងតាក់លោកឲ្យបានចាំមើលទៅខ្ញុំនឹងបកស្រោមមុខនាងឲ្យគ្រប់គ្នាបានឃើញខ្ញុំគ្មានស្រោមមុខទេខ្ញុំមានតែមុខដ៏ស្រស់ស្អាតខ្ញុំមិនចង់នៅក្បែរមនុស្សនាំសយដូចនាងយូរពេកទេខ្លាចនាំគ្រោះថ្នាក់ដល់ខ្ញុំមិនបានអុជធូបហៅលោកមកទេអញ្ចឹងទៅកាន់សុគតិភពវិញចុះនេះនាងដឹងខ្លួនហើយមែនខ្ញុំជាម្ដាយរបស់ Apricot Chan អូខ្ញុំនឹកឃើញហើយគាត់គឺជាប្តីរបស់កូនឲ្យម៉ាក់សុំទោសដែលកន្លងមកធ្វើឲ្យកូនទាំងពីរជឿចាប់ម៉ាក់សន្យាថានឹងមើលថែកូនហើយនឹងផ្ដល់អ្វីគ្រប់យ៉ាងដល់ចៅប្រុសរបស់ម៉ាក់រៀបចំអនាគតគេឲ្យបានល្អជាទីបំផុតអ្នកស្រីយល់ច្រឡំហើយខ្ញុំមិនមែនជាបានហើយសម្រាប់ទៅម៉ាក់ដឹងថាកូនមិនទាន់ចាំអ្វីបានច្រើនទេម៉ាក់ទៅវិញសិនហើយនេះគាត់យល់ច្រឡំថាខ្ញុំប្រពន្ធ Apricot Chan បើខ្ញុំមិនឡំធ្វើនាងខ្ញុំនឹងក្លាយជាកូនប្រសារអ្នកមានតែខ្ញុំមិនអាចបោកប្រាស់គេទេតែគាត់អាចផ្ដល់អនាគតល្អដល់កូនខ្ញុំក្រណាស់រកតែអ្វីហូបមិនបានផងកូនខ្ញុំនឹងលំបាកដូចខ្ញុំដែរបើខ្ញុំប្រាប់ការពិតខ្ញុំសុំទោសខ្ញុំត្រូវធ្វើជាមនុស្សបោកប្រាស់ដើម្បីកូនណាមួយមិនដែលស្គាល់រសជាតិធ្វើជាអ្នកមានដូចគេទេខ្ញុំកំសត់វេទនាអត់ឃ្លានស្ទើរតែស្លាប់ទៅហើយប្រថុយម្ដងចុះពុត្រានាងជាអ្នកនាំសំណាងនេះមកឲ្យខ្ញុំជួបគ្នាថ្ងៃដំបូងមិននឹកស្មានថាជាថ្ងៃចុងក្រោយរបស់នាងទេខ្ញុំនឹងមិនភ្លេចនាងទេជាពិសេសក្លិនផោមរបស់នាងនៅដិតដាមក្នុងចិត្តខ្ញុំជានិច្ចនាងអ្នកក្រនោះគួរឲ្យចាប់អារម្មណ៍ចឹងតើបានជាតាក់ចិត្តបងប្រុសបានពូកែលេងពាក្យសម្ដីណាស់គួរឲ្យចង់ធ្វើបាបខ្ញុំសង្ហាខ្លាំងដល់ថ្នាក់ធ្វើឲ្យនាងឈាមច្រមុះមែនទេអត់ទេខ្ញុំតាំងតែឈាមច្រមុះពេលដែលឃើញអ្វីគួរឲ្យខ្លាចនាងខ្លាចធ្លាក់ក្នុងអន្លង់ស្នេហ៍ខ្ញុំមែនទេខ្ញុំគ្រាន់តែភ្ញាក់ពេលឃើញលោកដូចឃើញវិញ្ញាណខ្មោចដែលតែងតែតាមលងខ្ញុំគ្រប់ទីកន្លែងចឹងបើខ្មោចសង្ហាដូចខ្ញុំលែងមានអ្នកខ្លាចខ្មោចហើយមានតែបុណ្យឲ្យទៅលងរាល់យប់មែនអត់អ្នកទស្សនាបើខ្មោចសង្ហាដូចខ្ញុំលែងមានអ្នកខ្លាចខ្មោចហើយមានតែបុណ្យឲ្យទៅលងរាល់យប់មែនអត់អ្នកទស្សនា